តោះមកស្វែងយល់ពីប្រភេទនៃទម្រង់មុខរបស់យើងតាមរយៈការឆ្លើយនៅសំណួរទាំង4នេះសំណួរទី1តាមមួយណាគឺជាផ្នែកដែលធំជាងគេបង្អស់នៃផ្ទៃមុខរបស់អ្នកថ្ងាសរបស់អ្នកឆ្អឹងខ្វល់របស់អ្នកឬក៏ចង្ការបស់អ្នកសំណួរទី2ប្រសិនជាប្រវែងបណ្ដោយនៃផ្ទៃមុខរបស់អ្នកវែងជាងតឹងគឺជ្រើសរើសយក A តែបើសិនជាវាខ្លីឬក៏ស្មើនឹងតឹងគឺជ្រើសរើសយក D សំណួរទី3វាស់ប្រវែងនៃផ្ទៃមុខរបស់អ្នកបើសិនជាទំហំថ្ងាសហើយនៅទំហំចង្កាប៉ុនគ្នាគឺជ្រើសរើសយក A តែបើសិនជាទំហំថ្ងាសធំជាងទំហំចង្កាជ្រើសរើសយក B ហើយបើសិនបើជាទំហំថ្ងាសរបស់អ្នកតូចជាងទំហំចង្កាគឺជ្រើសរើសយក C សំណួរចុងក្រោយបើសិនជាទំហំចង្ការបស់យើងមានទម្រង់រាងស្រួច V សូមជ្រើសរើសយក A តែបើសិនបើទំហំចង្ការបស់យើងមានរាងជ្រុងសូមជ្រើសរើសយក B ហើយបើសិនបើទំហំចង្ការបស់យើងមានរាងមូលសូមជ្រើសរើសយក C ហើយនេះគឺជាចម្លើយនៃសំណួរទាំងនេះហើយកុំភ្លេច comment ប្រាប់ផងណាថាទម្រង់មុខរបស់បងប្អូនទាំងអស់គ្នាស្ថិតនៅក្នុងប្រភេទទម្រង់មុខមួយណាហើយចាំជួបគ្នានៅក្នុងវីដេអូក្រោយដែលខ្ញុំនឹងនិយាយអំពីម៉ូតសក់ដែលអាចស័ក្តិសមជាមួយនឹងប្រភេទទម្រង់មុខទាំងនោះ